តោះថ្ងៃនេះបងប្អូនមកមើលពីរបៀបដំឡើងសាក់ស៊ីម៉ូតូ CBR 1000RR ហើយចំពោះការដំឡើងគឺយើងត្រូវតែមានសភៅណែនាំក៏ដូចជាសភៅគំរូដើម្បីត្រៀបតាមហ្នឹងបងប្អូនហើយចំពោះគ្រឿងបង្គុំនីមួយៗគឺយើងបានកាត់រួចរាល់ជាស្រេចហើយបើសិនជាបងប្អូនកាត់ហើយមានកតិចតូចហ្នឹងយើងត្រូវតែចិតវាឲ្យវាស្មើនឹងផ្ទៃដើម្បីពេលដែលយើងបិទកាវទៅគឺឃើញតែស្អាតតែម្ដងហើយចំពោះសាក់ស៊ីម៉ូតូនេះដែរគឺវាមានផ្នែកដាច់ពីគ្នាច្រើនខ្លាំងមែនទែនហើយចំពោះឧបករណ៍ដែលខ្ញុំប្រើបិទកាវជាមួយហ្នឹងគឺខ្ញុំប្រើប្រភេទកាវទឹកហើយកាវនឹងដែរគឺវាអត់ស្អិតដៃទេបងប្អូនបើសិនជាបងប្អូនមានក្មេងៗតូចៗចង់ឲ្យលេងប្រភេទកាវនេះខ្ញុំ recommend ឲ្យលេងប្រភេទកាវនេះវាល្អខ្លាំងមែនទែនហើយយើងត្រូវតែចាប់ជាប់ខាងក្នុងវាដែរដើម្បីចាប់ភ្ជាប់ម៉ាស៊ីនបើសិនជាយើងអត់ចាប់អាហ្នឹងទេគឺម៉ាស៊ីនដាក់ទៅប្រហែលជាលងខុងហើយចំពោះផ្ទៃនីមួយៗគឺយើងត្រូវតែបិទកាវសាក់ស៊ីដើម្បីយើងចាប់វាបញ្ចូលគ្នាហើយសាក់ស៊ីនេះដែរនៅចំណុចដាច់នៅកន្លែងណាគឺយើងត្រូវតែបិទកាវភ្ជាប់គ្នាទាំងអស់ដើម្បីចាប់ម៉ាស៊ីនចូលទៅឃើញស្អាតតែម្ដងហើយចំពោះសាក់ស៊ីនេះដែរគឺអត់បានតន់លាបថ្នាំអីទេនៅដល់ពេលដែលខ្ញុំរៀបរួចហើយខ្ញុំនឹងដោះវាមួយសាទៀតដើម្បីបាញ់ថ្នាំក៏ដូចជាលាបពណ៌វាមួយសាទៀតមើលទៅឲ្យវាឃើញស្អាតតែម្ដងបងប្អូនហើយចំពោះយើងចាប់ហើយគឺយើងត្រូវតែចាប់ជើងម៉ាស៊ីនបើសិនជាយើងអត់ចាប់ជើងម៉ាស៊ីននេះទេគឺយើងដាក់កលម៉ាស៊ីនអត់ជាប់ទេបងប្អូនហើយយើងត្រូវញុកដៃម៉ូតូចូលបើសិនយើងអត់ញុកអាហ្នឹងទេគឺបំពង់ទីបដាក់ដៃម៉ូតូហ្នឹងគឺអត់ដាក់ចូលទេនេះដូចជាខ្ញុំកាត់អញ្ចឹងដល់ពេលដែលយើងកាត់ចេញពីជ័រហើយយើងត្រូវកាត់វាចេញមួយសាទៀតដើម្បីឲ្យវាមើលទៅឃើញស្អាតតែម្ដងហើយចំពោះកតុយម៉ូតូនេះគឺខ្ញុំត្រូវបិទឡែនក៏ដូចជាបិទភ្លើងក្រោយហ្នឹងហើយភ្លើងក្រោយហ្នឹងក៏យើងត្រូវតែលាបពណ៌ដែរតែដោយសារតែពេលនេះគឺខ្ញុំអត់តាន់លាបទេខ្ញុំនឹងដោះវាមួយសាទៀតដើម្បីលាបថ្នាំហើយបិទតែមបិទអីឲ្យស្អាតតែម្ដងហើយចំពោះការបិទហ្នឹងគឺយើងត្រូវប្រើរយៈពេលយូរដែរក្នុងការបិទហើយយើងត្រូវចាប់គ្រឿងនីមួយៗហ្នឹងគឺខ្ញុំអត់បានអីលំអិតទេដោយសារតែកាមេរ៉ាយើងប្រើប្រភេទទូរស័ព្ទហើយយើងត្រូវតែចាប់ជាប់នីមួយៗហ្នឹងយើងប្រើពេលយូរអញ្ចឹងទៅបងប្អូនបាក់តាមដានអញ្ចឹងទៅខ្ញុំកាត់ខ្លីៗឲ្យបងប្អូនមើលហើយចំពោះ stop ក្រោយអីហ្នឹងមើលទៅគឺដូចម៉ូតូពិតតែម្ដងបងប្អូនហើយម៉ូតូនៅខាងមុខខ្ញុំហ្នឹងគឺជាប្រភេទ Ducati ហ្នឹងដែរខ្ញុំបានរៀបវារួចជាស្រេចហើយនេះជាម៉ាស៊ីនប្រភេទ CBR ហើយប្រភេទម៉ាស៊ីននេះដែរក៏ខ្ញុំបានរៀបនៅក្នុងវីដេអូមុនហើយយើងត្រូវចាប់ប្រឡងចាប់អីឲ្យជាប់និយាយទៅដូចម៉ាស៊ីនមែនទេណាបងប្អូនហើយយើងត្រូវតឡើងចូលម៉ូតូគឺយើងត្រូវតែចាប់វិសចាប់អីបើសិនអត់ចាប់វិសទេឆេះម៉ូតូនោះធ្លាក់ម៉ាស៊ីនបាត់អត់ទទួលខុសត្រូវទេជាងខ្ញុំនេះហើយចំពោះប្រឡងវិសគឺយើងត្រូវតែចាប់ទាំងលើចាប់ទាំងក្រោមបងប្អូនដើម្បីឲ្យវាប្រកាសថាជាប់ហើយម៉ូតូនេះដែរគឺនៅពេលដែលបងប្អូនចង់កែកាត់កតុយកាត់អីកាត់លេងខ្លួនឯងគឺលយខ្លាំងមែនតើហើយចំពោះវីដេអូនេះគឺខ្ញុំធ្វើបែបលក្ខណៈថាពេញតែម្ដងដោយសារតែចង់ឲ្យបងប្អូនមើលពីរបៀបដំឡើងម៉ូតូតូចហ្នឹងថាវាមានលក្ខណៈបែបណាស្មុគស្មាញអត់ងាយស្រួលអត់ហើយនេះជាលទ្ធផលដែលខ្ញុំផ្គុំបានចិត្តរួចរាល់ហើយចំពោះសាក់ស៊ីហើយនៅផ្នែកផ្សេងទៀតគឺខ្ញុំនឹងរៀបដំឡើងដូចគ្នាហើយចំពោះនៅកាងខាងនេះសម្រាប់យើងដាក់កលកែបម៉ូតូបងប្អូនបើសិនជាយើងអត់ដាក់ហ្នឹងទេដាក់កែបទៅអត់ជាប់ទេហើយចំពោះចំណុចដែលយើងត្រូវតបជាប់ហ្នឹងគឺយើងត្រូវបិទកាវទាំងអស់ហើយប្រភេទកាវនេះបើសិនជាយើងចាប់ដោះអញ្ចឹងគឺយើងបិទវាបន្តិចបានហើយបងប្អូនដោយសារយើងត្រូវដោះវាភាសាទៀតហើយបើកន្លែងណាដែលយើងអត់ចាំបាច់ដោះទេយើងបិទឲ្យជាប់តែម្ដងទៅហើយបើសិនជាយើងចង់ដោះវិញក៏ស្រួលដែរប្រភេទកាវនេះវាអត់ញ៉ៃទេហើយបិទទៅឃើញស្អាតតែម្ដងហើយយើងចាប់កតុយម៉ូតូចូលគ្នាហើយវាចេញរូបរាងបានប៉ុណ្ណឹងបងប្អូនចំពោះសាក់ស៊ីម៉ូតូហើយវីដេអូបន្ទាប់ទៀតគឺខ្ញុំនឹងធ្វើតពីវីដេអូនឹងរហូតដល់ម៉ូតូនឹងរួចរាល់ដោយសារតែការធ្វើនឹងវារយៈពេលយូរហើយណាមួយក៏វីដេអូហាងវែងអញ្ចឹងទៅខ្ញុំកាត់មួយផ្នែកដើម្បីចែកជូនបងប្អូនមើលអញ្ចឹងកុំភ្លេចតាមដានវីដេអូបន្ទាប់ទាំងអស់គ្នា